បាទឥឡូវខ្ញុំនឹងបង្ហាញដល់អ្នកទាំងអស់គ្នាអំពីរបៀប download វីដេអូពីក្នុង Facebook ងាយៗឥឡូវយើងចូលទៅក្នុង Facebook ហើយស្វែងរកវីដេអូណាដែលយើងចង់ download ឧទាហរណ៍ឥឡូវនេះគឺវាបង្ហាញនៅ file ដែលយើងអាចអនុញ្ញាតឲ្យយើង download បានហើយគឺអនុញ្ញាតឲ្យយើង download ជាមួយនឹងកម្មវិធី ADM Editor យើងយក adjust one មកហើយយកពី start អូខេតែប៉ុណ្ណឹងរួចជាស្រេចដើម្បីឲ្យយើង download វីដេអូពីក្នុង Facebook បានគឺតម្រូវឲ្យយើងមានកម្មវិធី2ជាដែលសំខាន់បំផុតទី1យើងត្រូវមាន Facebook ដែលមាន version 10.0.0.28.27 ហើយនឹងកម្មវិធីមួយទៀតឈ្មោះថា ADM Editor បាទយើងមានកម្មវិធីពីរនេះទើបអនុញ្ញាតឲ្យយើង download បានងាយៗបាទដើម្បី download វាបានដំបូងយើងចូលទៅក្នុង Play Store ហើយវាពាក្យថា ADM បាទហើយចុច download កម្មវិធីនឹងមួយមកតែនេះសញ្ញាព្រោះហ្នឹងគឺ Advanced Download ហើយកម្មវិធីមួយទៀតគឺ Facebook version 10.0.0.28.27 គឺយើងចូលទៅក្នុងផែនដីហើយវាពាក្យថា for share មក enter បន្តមកទៀតយើងចុចពាក្យថា search យើងវាយវាទៅពាក្យថា version 10.0.0.28.27 ហើយ search ទៅឥឡូវនេះយើងមានហើយគឺ Facebook 10.0.0.28.27 ដែលស៊ីទំហំ22មេចុច955 kilobyte ដែលផលិតនៅក្នុងដែលចុះនៅឆ្នាំ2014គឺយើងចុចលើវាមកហើយយកពាក្យថា download រួចហើយយើងចុចនៅលើពាក្យថា waiting ថា20 second នេះនៅជ្រុងចំហៀងនេះហើយរងចាំពេល load 20 second នឹងចប់វានឹង auto download ឲ្យយើងភ្លាមបាទឥឡូវនេះវាកំពុងតែចាប់ផ្ដើមដំណើរការ download ហើយអូខេឥឡូវយើង download ជាមួយនឹងកម្មវិធី ADM នឹងទៀតមកហើយយកពាក្យថា start យ៉ាសឡំយកពាក្យថា start មកអូខេហើយយកពាក្យថា start មកអូខេអ្នកទាំងអស់គ្នាគ្រាន់តែ download កម្មវិធីនឹងហើយ install ចូលទៅក្នុងម៉ាស៊ីនរបស់អ្នកទាំងអស់គ្នាទៅជាការស្រេច